មានដែលឆ្ងល់ទេថាតើតើមានបញ្ហាបានម្នាក់ស្រែកហៅព្រះរៀងខ្លួនឲ្យជួយក្នុងរឿងរបស់ខ្ញុំខាងមុខនេះមិត្តនឹងបានដឹងថាតើក្នុងរឿងគេបានស្រែកហៅព្រះណាឲ្យជួយដោយព្រោះមានខ្យល់ព្យុះយ៉ាងធំមួយកំពុងតែកន្ត្រាក់ហើយកំពុងតែធ្វើឲ្យនាវាដ៏ធំត្រៀមនឹងលិចអ្នកនាវិកទាំងអស់គ្នាបានចាប់ផ្ដើមស្រែករកព្រះរបស់គេរៀងខ្លួនឲ្យជួយក្នុងគ្រាអាសន្នពេលដែលកំពុងតែរកអ្នកជិះនាវានេះគេក៏បានរកឃើញបរិសម្នាក់នៅខាងក្រោមទូកដែលកំពុងតែដេកលក់បរិសម្នាក់នេះមានឈ្មោះថាយូណាសគាត់ជាហោរារបស់ព្រះពិតប៉ុន្តែគាត់កំពុងតែរត់គេចពីព្រះពិតរបស់គាត់រួចហើយព្រះពិតបានបញ្ជូនខ្យល់ព្យុះនេះមកដើម្បីរំលឹកគាត់ឲ្យដឹងខ្លួនឡើងវិញអ្នកនាវិកបានប្រាប់ថាស្រែករកព្រះរបស់អ្នកទៅឲ្យជួយយើងចិត្តនឹងលិចហើយរួចហើយលោកយូណាសក៏បានប្រាប់គេថាខ្ញុំជាហោរារបស់ព្រះពិតនៃប្រទេសអ៊ីស្រាអែលហើយមូលហេតុដែលមានខ្យល់ព្យុះនេះគឺដោយសារខ្ញុំបានរត់គេចពីព្រះរបស់ខ្ញុំហើយខ្ញុំនឹងស្រែករកព្រះរបស់ខ្ញុំជាព្រះពិតជាព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដីហើយទ្រង់ក៏គ្រប់គ្រងទាំងអស់នេះដល់សប្តាហ៍ថ្ងៃនេះផងដែររួចមកលោកយូណាសក៏បានអធិដ្ឋានទៅព្រះពិតហើយព្រះពិតក៏បានបង្គាប់ឲ្យគាត់ប្រាប់អ្នកនាវិកថាអ្នកនាវិកត្រូវបោះគាត់ទម្លាក់ចូលទៅក្នុងទឹកឲ្យផុតទូកទើបខ្យល់ព្យុះនឹងស្ងប់គាត់ក៏បានប្រាប់អ្នកនាវិកហើយគេក៏បានធ្វើតាមពេលដែលបោះគាត់ចុះទៅក្នុងទឹកហើយខ្យល់ព្យុះក៏ស្ងប់ក្នុងមួយរំពេចនោះឯងហើយអ្នកនាវិកទាំងអស់គ្នាក៏បានទទួលស្គាល់ថាព្រះពិតព្រះរបស់ជនជាតិអ៊ីស្រាអែលព្រះយេហូវ៉ាព្រះយេស៊ូវសុទ្ធតែជាព្រះពិតហើយទ្រង់នោះហើយដែលបានបង្កើតគ្រប់ទាំងអស់នៅលើផែនដីហើយគ្រប់គ្រងដល់សប្តាហ៍ថ្ងៃនេះដូច្នេះសំណួររបស់ខ្ញុំដល់មិត្តនៅថ្ងៃនេះគឺថាតើនៅថ្ងៃនេះមិត្តនឹងស្រែករកព្រះមួយណាព្រះរបស់អាយកោមេដាបៃតារបស់មិត្តដែលប្រហែលជាមិនមែនជាព្រះពិតឬក៏តើមិត្តនឹងស្រែករកព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដីចំពោះខ្ញុំនឹងស្រែករកព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដី